អ្នកជាអ្នកបង្ករឿងមុនគុំសង្ឃឹមថាអាចរត់រួចឲ្យសោះខ្ញុំមិនបានតាំងចិត្តទេនៅតែព្យាយាមរកលេងដើម្បីដោះសារយកខ្លួនរួចទៀតមែនទេខ្ញុំមិនយល់ពីរឿងនេះតតែសោះតើឯងអាចនាំគ្នាមកព្រួតសម្លុតមនុស្សក្នុងជីវិតពិតបែបនេះបានយ៉ាងម៉េចឯងក៏មកនឹងឃើញរឿងបែបនេះណាសូម្បីតែនៅក្នុងរឿងបលល្បីសម័យនេះក៏ដោយមីយ៉ាណូមានការអីមែនទេសៀមរាមហ៊ីរ៉ាណូគឺថាមានសិស្សម្នាក់កំពុងត្រូវគេវាយនៅខាងក្រោយអគារសិក្សាផ្នែកខាងត្បូងខ្ញុំត្រូវតែទៅឃាត់ពួកគេនេះបងនឹងទៅឃាត់ពួកគេកាន់របស់នេះឲ្យបងផងឯងជាអ្នកណាគឺនេះឯងចង់មានបញ្ហាអីឯងកំពុងមកផ្ទះផ្លូវហើយឯងមិនអីទេមែនទេទៅខាងនោះទៅបាទហេកុំមកធ្វើចរិតចម្លែកពេកខ្ញុំឃើញថាខ្លួនឯងលួចសរសើរវាមច្បងម្នាក់នោះដោយស្ងប់ស្ងាត់មីយ៉ាណូអារុនស៊ូស្តេសៀមរាមសាសាគីឯងមើលទៅគួរឲ្យស្រឡាញ់ដូចរាល់ដងអីចឹងមីយ៉ាខ្ញុំធ្លាប់ប្រាប់បងហើយតើខ្ញុំខ្វល់ខ្វាយរឿងមុខមាត់មើលទៅដូចស្រីណាស់អីចឹងឯងមានចិត្តគំនិតគួរឲ្យស្រឡាញ់វិញមិនមែនមានន័យបែបហ្នឹងទេមនុស្សដែលខ្ញុំធ្លាប់កោតសរសើរតើរឿងវាคล้ายជាបែបនេះបានយ៉ាងម៉េចការប៉ះពាល់រាងកាយរបស់គាត់ធ្វើឲ្យខ្ញុំមានអារម្មណ៍វិលវល់មួយរយៈនេះអារុនស៊ូស្ដីមីយ៉ាសូមបងឈប់ធ្វើបែបហ្នឹងទៅបើមិនអីចឹងទេវានឹងคล้ายជាដូចជាងស៊ីមិនខានបងមិនច្បាស់ថាវាជាអ្វីទេតែបងមិនប្រកាន់ឡើយថាដែលតាដូចជាងស៊ីគឺជាអ្វីទៅគ្មានអ្វីទេសូមបងកុំខ្វល់អីហើយក៏កុំទៅសួរមិត្តភក្តិបងពីរឿងហ្នឹងដែរចុះពាក្យផ្សេងដែលឯងចូលចិត្តនិយាយញឹកញាប់នោះយឺស៊ីមនឹងម៉ូមែនទេសំណួរសាមញ្ញពីមនុស្សដែលមិនមែនជាអូតាម៉ាខុសពិតជាគួរឲ្យយល់ខ្មាស់ណាស់តើឯងចូលចិត្តអានម៉ាន់ហ្គាមែនទេមីយ៉ាតើឯងមានរឿងអីចង់ណែនាំបងទេហើយនេះជាសំណួរដ៏ពិបាកឆ្លើយតាមបែបបទធម្មតារបស់មនុស្សដែលមិនមែនជាអូតាម៉ាខុសគឺថាតើស៊ីមរៀមចូលចិត្តអានម៉ាន់ហ្គាប្រភេទណាដែរថ្មីនេះបងបានអានម៉ាន់ហ្គាប្រភេទឈូជូដែលប្អូនស្រីបងបានអានហើយបងក៏ចូលចិត្តវាដែរតែបងចង់អានអ្វីដែលឯងចូលចិត្តវិញមីយ៉ាមានតែរឿងមួយនេះទេដែលខ្ញុំមានតាមខ្លួនម៉ាន់ហ្គាមែនទេឯងចង់ឲ្យបងខ្ចីអានមែនទេអរគុណសូមអានវាតែនៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់បងបានហើយសូមកុំយកវាចេញពីកាបូបឲ្យសោះពេលនៅខាងក្រៅសូមចាត់ទុកវាដូចជាវត្ថុគ្រោះថ្នាក់ទៅចុះហើយគ្រាន់តែចង់ឲ្យបងដឹងថាទោះបីជាខ្ញុំចូលចិត្តអានរឿងប្រភេទនេះក៏ដោយបងយល់ហើយអារុនស៊ូស្ដីមីយ៉ាអារុនស៊ូស្ដីស៊ីមរៀមបងបានអានម៉ាន់ហ្គាដែលឯងឲ្យខ្ចីកាលពីម្សិលមិញហើយតើវាមានអារម្មណ៍យ៉ាងម៉េចដែរឯងដឹងទេនៅវគ្គបញ្ចប់ត្រង់ដែលបុរសពីរនាក់នោះទៅសន្តាគារស្ដាប់សិនស៊ីមរៀមបងដាច់ខាតមិនត្រូវនិយាយពីឈុតនោះនៅទីសាធារណៈឡើយវាគួរឲ្យយល់ខ្មាស់ណាស់អញ្ចឹងបងនឹងនិយាយពីឈុតផ្សេងទៀតបងមិនដែលបានអានម៉ាន់ហ្គាប្រភេទហ្នឹងពីមុនមកទេអញ្ចឹងវាធ្វើឲ្យបងរៀនភ្ញាក់ផ្អើលបន្តិចតែវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់បងដំបងស្មានថាវាជារឿងស៊ើបអង្កេតធម្មតាសោះខ្ញុំមិននឹកស្មានថាវាជារឿងស្នេហារវាងបុរសពីរនាក់នោះទេតែគាត់នៅតែអាចដោះស្រាយវាបានក្នុងលក្ខណៈស្ងប់ស្ងាត់និងលយបំផុតបងចូលចិត្តសាច់រឿងនេះណាស់នឹងហើយតួអង្គម្នាក់នោះគឺបុរសដែលជាអ្នកទទួលយកសេចក្តីស្រឡាញ់គឺជាអ្វីដែលយើងហៅថាយុគម្នាក់នោះយំច្រើនហើយគួរឲ្យស្រឡាញ់ណាស់តែបើផ្នែកស្មារតីវិញគាត់រឹងមាំដូចបុរសពិតនឹងហើយគឺជាចំណុចដែលតាក់ទាញបំផុតរបស់គាត់រឿងចុងក្រោយគេនោះបងពិតជាចូលចិត្តវាខ្លាំងណាស់ស៊ីមរៀមក៏ចូលចិត្តដែរមែនទេរឿងខ្លីដែលមិនមានវគ្គបន្តនៅចុងបញ្ចប់នោះក៏ជាផ្នែកដែលខ្ញុំចូលចិត្តបំផុតដែរការបង្ហាញពីក្តីសុខរបស់ពួកគេវាពិតជាអស្ចារ្យណាស់មែនទេបាទខ្ញុំបារម្ភថាបងប្រហែលជាមិនចូលចិត្តវាដោយសារតែវាជារឿងវល់ខ្ញុំសប្បាយចិត្តណាស់ដែលឮថាបងចូលចិត្តវារ
រឿងមិនស្រួលហើយអ្នកនិពន្ធម៉ានកាដែលខ្ញុំឲ្យបងខ្ចីបានបង្ហាញពីក្តីសុខខុសគ្នាទៅតាមគូស្នេហ៍នីមួយខ្ញុំស្រឡាញ់របៀបដែលគេបង្ហាញវាណាស់គួរឲ្យស្រឡាញ់ខ្លាំងណាស់នេះមីយ៉ាបាទឲ្យខ្ញុំខ្ចីសិភៅរឿងបង្ហាបន្ថែមទៀតផងណាពេលក្រោយមីយ៉ារៀមច្បងមួយរយៈនេះគាត់មកថ្នាក់ខ្ញុំញឹកញាប់ណាស់ហើយវាធ្វើឲ្យខ្ញុំមានអារម្មណ៍មិនស្រួលក្នុងចិត្តខ្ញុំបានធ្វើនំគុកគីខ្លះនៅក្នុងម៉ោងសេដ្ឋកិច្ចគ្រួសារមុននេះទាំងនេះសម្រាប់ឯងទុកជាការអរគុណសម្រាប់សៀវភៅមហាអរគុណនំទាំងនេះមិនសូវផ្អែមទេតែឯងញ៉ាំបានទេខ្ញុំមិនសូវចូលចិត្តរបស់ណាដែលផ្អែមខ្លាំងពេកទេអញ្ចឹងបែបនេះរឹតតែល្អទៅវិញទេស្ដាប់ទៅល្អណាស់លីហើយចុះស្អីគេតើឯងនឹងរៀមច្បងម្នាក់នោះស្និទ្ធស្នាលគ្នាដល់ថ្នាក់គាត់ឲ្យនំគុកគីដែលធ្វើដោយដៃមកឯងផងអីមីយ៉ាណូឯងមិនអីទេមែនទេអ្នកទាំងអស់គ្នាមិនបាច់បារម្ភពីរឿងនោះទេគាត់គឺជាមនុស្សល្អម្នាក់មីយ៉ាណូរៀមច្បងហ៊ីរ៉ាណូខ្ញុំហៅថាសាសាគីតែងតែមកបន្ទប់រៀនរបស់ឯងញឹកញាប់ណាស់តែគ្រប់យ៉ាងមិនអីទេមែនទេច្បាស់ណាស់វាមិនមែនមិនអីទាំងអស់ទេតែបើបងផ្ដល់ភាពមួយអីមកខ្លះមកឲ្យខ្ញុំនោះខ្ញុំនឹងមិនអីឡើយបាទខ្ញុំដឹងរឿងគ្រប់យ៉ាងហើយរៀមច្បងកាលពីថ្មីនេះបងទៅតែសាច់សប្បាយជាមួយក្មេងប្រុសឆ្នាំទី1រូបសង្ហាម្នាក់នោះតែមានស្នាមញញឹមដល់តាក់ទាញហើយនៅក្នុងក្លឹបបាល់បោះខ្ញុំសុំទោសខ្ញុំគ្រាន់តែគិតថាវាគួរឲ្យស្រឡាញ់ម្យ៉ាងដែរគុំយល់ច្រឡំឲ្យសោះម្នាក់នោះគ្រាន់តែជាមិត្តរួមបន្ទប់នៅអន្តេវាសិកដ្ឋានប៉ុណ្ណោះសូមអរគុណច្រើនត្រឡប់មកចូលរឿងវិញគឺខ្ញុំជាអ្នកប្រាប់សាសាគីថាឯងនៅបន្ទប់រៀនមួយណាខ្ញុំនឹងមានអារម្មណ៍មិនល្អឡើយប្រសិនបើគេបង្កបញ្ហាដល់ឯងព្រោះយ៉ាងណាក៏ដោយឯងគឺជាប្អូនប្រុសថ្នាក់ក្រោមដ៏មានតម្លៃរបស់ខ្ញុំព្រាមច្បងមីយ៉ានៅទីនេះមែនទេខ្ញុំនឹងនាំគេត្រឡប់ទៅជាមួយវិញសូមអរគុណច្រើនអូយចាំសិនហ៊ីរ៉ាណូកុំដើរទៅបន្ទប់រៀនឆ្នាំផ្សេងទៀតតាមពិតទៅខ្ញុំពិតជាត្រូវការជួបគេមែនកុំចូលរៀនយឺតឲ្យសោះដឹងហើយតើមានការអ្វីមែនទេខ្ញុំមកដើម្បីសងសៀវភៅមហាតែឯងបានឲ្យខ្ញុំខ្ចីកាលពីម្សិលមិញអូមែនហើយតើមានរឿងអីមែនទេអត់ទេពួកពូដានស៊ីវីដានឈីរស់នៅក្នុងស្រមោលរៀមច្បងតាក់ទាញការចាប់អារម្មណ៍ខ្លាំងពេកទើបពួកយើងមកទីនេះអញ្ចឹងហ៎ចុះរៀមច្បងគិតយ៉ាងណាដែរចំពោះមង្ហានោះខ្ញុំចូលចិត្តវាខ្ញុំប្រហែលជាចូលចិត្តមង្ហាប្រភេទកំ pl ែងយល់ហើយតើឯងកំពុងធ្វើអ្វីហ្នឹងខ្ញុំកំពុងកត់ចំណូលចិត្តរបស់រៀមច្បងទុកជាឯកសារយោងសម្រាប់លើកក្រោយអញ្ចឹងហ៎គួរឲ្យស្រឡាញ់ណាស់មីយ៉ាឯងមិនចូលចិត្តរបស់ផ្អែមទេមែនទេក្រពះរបស់ខ្ញុំនឹងមានអារម្មណ៍ថាធ្ងន់ពិបាករំលាយតើឯងអាចញ៉ាំបានកម្រិតណាហើយអ្វីបានជាគាត់នៅតែបន្តសួរអញ្ចឹងនំខេកតែមួយចំណិតក៏ពិបាកសម្រាប់ខ្ញុំដែរចុះចំណែកស្ករគ្រាប់វិញខ្ញុំអាចញ៉ាំស្ករគ្រាប់រសជាតិវ៉ាសាប៊ីបានទុកមួយឡែកសិនថាវាប្រហែលជាហឹរវាមើលទៅហាក់ដូចជាមិនឆ្ងាញ់សោះតើវាឆ្ងាញ់មែនទេតើរៀមច្បងចង់សាក់ញ៉ាំទេទោះបីជាវាជាការណែនាំពីអញក៏ដោយខ្ញុំសុំចាញ់ហើយមីយ៉ាតើអញអាចញ៉ាំភេសជ្ជៈដែលមានហ្គាសបានទេញ៉ាំបានមិនអីទេភេសជ្ជៈមានហ្គាសមិនសូវផ្អែមខ្លាំងប៉ុន្មានទេហើយពូហ្គាសរបស់វាធ្វើឲ្យមានអារម្មណ៍ថាតើម្នាក់នោះកំពុងធ្វើអ្វីហ្នឹងមើលទៅគួរឲ្យស្រឡាញ់តែជាប្រុសមែនទេគេស្លៀកខោតើមានការឆ្លុះគ្នាអីមែនទេណែអូយសាសាគីឯងនៅម្នាក់ឯងទេអីចុះពួកវាទៅណាអស់ហើយគេត្រឡប់ទៅវិញហើយមែនទេខ្ញុំចង់ជួបគាត់ម្ដងទៀតតែថាគាត់គឺជាមនុស្សប្រុសណែឈឺណាស់ស្ដាប់សិនស្អីគេខ្ញុំសួរឯងថាពួកម្នាក់ឯទៀតទៅណាអស់ហើយពួកវាត្រឡប់ទៅវិញអស់ហើយហាតែឯងមិនចាំទេអីថាពួកវាមានភិនភាពបែបណាខ្លះមើលទៅមិនដូចជារៀមច្បងទេអញ្ជើញមកការិយាល័យវិន័យនៅពេលក្រោយខ្ញុំត្រូវដឹងពីព័ត៌មានលម្អិតចុះចំណែកបុរសម្នាក់នោះវិញនរណាគេបុរសដែលត្រូវបានគេវានោះមែនទេមីយ៉ាណូប្អូនថ្នាក់ក្រោមដែលបានហៅខ្ញុំបានជូនគាត់ទៅមន្ទីរពេទ្យសាលាហើយ
បងយល់ហើយខ្ញុំចង់ជួបគេម្ដងទៀតសេះគេមានសារពីប្អូនថ្នាក់ក្រោមម្នាក់នោះសូមប្រាប់គាត់ថាអរគុណច្រើនគេថាអរគុណបងយល់ហើយម៉ៃអាណូឈ្មោះរបស់គេគឺម៉ៃអាណូព្រាមច្បងតើបងមិនអីទេសុំទោសបងភ្លេចខ្លួនបន្តិចតើប្អូនទើបតែនិយាយអ្វីមិញហ្នឹងតើបងពិតជាមិនអីមែនទេបាត់មិនអីទេអូម៉ៃអាព្រាមច្បងសេសិកអារុនស៊ូស្ដី